ហេតុអ្វីច្រកសមុទ្រហូម៉ូសសំខាន់ខ្លាំងសម្រាប់មួយពិភពលោកច្រកសមុទ្រហូម៉ូសត្រូវបានគេប្រសិទ្ធនាមថាជាសរសៃឈាមនៃធម្មពលពិភពលោកដែលការគម្រាមកំហែងឬការបិទច្រកនេះគឺជាសុបិនអាក្រក់បំផុតសម្រាប់សេដ្ឋកិច្ចសកលមូលហេតុលម្អិតដែលធ្វើឲ្យច្រកនេះមានសារៈសំខាន់ខ្លាំងគឺដោយសារតែវាជាច្រកដឹកជញ្ជូនប្រេងដ៏ធំបំផុតនៅលើពិភពលោកនិងជាចំណុចយុទ្ធសាស្ត្រតភ្ជាប់រវាងឈូងសមុទ្រប៉ែកជាមួយនឹងមហាសមុទ្រឥណ្ឌាបរិមាណដឹកជញ្ជូនប្រេងឆៅសរុបរបស់ពិភពលោកប្រហែល 20 ទៅ 30% ត្រូវដឹកឆ្លងកាត់ច្រកនេះជារៀងរាល់ថ្ងៃដែលមានតួលេខជាក់ស្ដែងជាមធ្យមប្រហែល 20 ទៅ 21 លានបារ៉ែលក្នុងមួយថ្ងៃប្រសិនបើគ្មានប្រេងទាំងនេះទេរោងចក្រនិងយានជំនិះនៅជុំវិញពិភពលោកនឹងត្រូវជួបវិបត្តិខ្វះខាតថាមពលប្រេងឥន្ធនៈដោយជៀសមិនផុតលើពីនេះវាជាប្រភពថាមពលដ៏សំខាន់របស់ប្រទេសមហាអំណាចនិងប្រទេសឧស្សាហកម្មធំៗនៅអាស៊ីនិងអឺរ៉ុបដែលក្នុងនោះប្រទេសចិនជប៉ុនកូរ៉េខាងត្បូងនិងឥណ្ឌានាំចូលប្រេងជិត 80% តាមរយៈច្រកនេះក្រៅពីប្រេងឆៅប្រទេសកាតាក៏ត្រូវប្រើប្រាស់ច្រកនេះដើម្បីបញ្ជូនឧស្ម័នធម្មជាតិរាវទៅកាន់ពិភពលោកផងដែរទោះបីជាមានសារៈសំខាន់មហិមាប៉ុន្តែភូមិសាស្ត្រនយោបាយនៃច្រកនេះមានលក្ខណៈតូចចង្អៀតបំផុតដោយចំណុចដែលចង្អៀតខ្លាំងមានទទឹងត្រឹមតែប្រហែល 33 គីឡូម៉ែត្រប៉ុណ្ណោះផ្លូវសម្រាប់កប៉ាល់ធំៗធ្វើដំណើរមានទទឹងត្រឹមតែ 3 គីឡូម៉ែត្រម្នាក់ៗសម្រាប់ផ្លូវចូលនិងផ្លូវចេញដែលស្ថានភាពនេះងាយស្រួលណាស់ក្នុងការរារាំងឬធ្វើសកម្មភាពយោធាចំពោះផលវិបាកក្រោយពេលរងសម្រេចបិទច្រកនេះពិភពលោកបាននឹងកំពុងជួបវិបត្តិធ្ងន់ធ្ងរដូចជាតម្លៃប្រេងហក់ឡើងកប់ពពកលើសពី$150ឬ$200ក្នុងមួយបារ៉ែលភ្លាមៗរួមជាមួយវិបត្តិអតិផរណាសកលដែលធ្វើឲ្យទំនិញគ្រប់យ៉ាងឡើងថ្លៃនិងអាចបង្កជាវិបត្តិសេដ្ឋកិច្ចពិភពលោកប្រសិនបើអ៊ីរ៉ង់នៅតែបន្តបិទច្រកបំពង់កនៃពិភពលោកមួយនេះសហរដ្ឋអាមេរិកនិងមហាអំណាចផ្សេងទៀតប្រកាសជាប្រើកម្លាំងបាយដើម្បីបើកច្រកនេះឡើងវិញដែលធ្វើឲ្យសង្គ្រាមរីករាលដាលពេញតំបន់មជ្ឈិមបូព៌ាសម្រាប់តំបន់អាស៊ីអាគ្នេយ៍វិញការបិទច្រកនេះនឹងបង្កជាវិបត្តិថ្លៃដើមផលិតកម្មនិងទំនិញឡើងថ្លៃខ្លាំងព្រោះប្រទេសភាគច្រើនគឺជាអ្នកនាំចូលប្រេងថ្លៃដឹកជញ្ជូនតាមរថយន្តកប៉ាល់និងយន្តហោះនឹងឡើងថ្លៃភ្លាមរីឯប្រទេសកម្ពុជាថៃនិងវៀតណាមនឹងជួបបញ្ហាទំនិញឡើងថ្លៃដោយសារតែការផលិតនិងការនាំចូលត្រូវការថាមពលវិស័យកសិកម្មក៏រងផលប៉ះពាល់ខ្លាំងតាមរយៈតម្លៃជីដែលផលិតពីឧស្ម័នធម្មជាតិនិងថ្លៃប្រេងសម្រាប់គ្រឿងចក្រកសិកម្មចំពោះវិស័យកាត់ដេរនិងការនាំចេញតម្រូវការទីផ្សារអាមេរិកនិងអឺរ៉ុបនឹងធ្លាក់ចុះហើយថ្លៃដើមផលិតខ្ពស់ធ្វើឲ្យទំនិញក្នុងតំបន់ពិបាកប្រកួតប្រជែងជាស្ដែងប្រទេសថៃនឹងប៉ះពាល់ផ្នែកទេសចរវៀតណាមប៉ះពាល់ខ្សែច្រវាក់ផលិតកម្មអេឡិចត្រូនិកសិង្ហបុរីរងគ្រោះដោយសារចរាចរណ៍ទំនិញជាប់គាំងរីឯកម្ពុជានឹងប៉ះពាល់ដល់ស្ថិរភាពតម្លៃទំនិញក្នុងស្រុកនិងវិស័យកាត់ដេរសរុបមកអាស៊ីអាគ្នេយ៍នឹងក្លាយជាអ្នករងគ្រោះដោយប្រយោលតាមរយៈសេដ្ឋកិច្ចដែលតម្រូវឲ្យរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាជាតិយ៉ាងច្រើនដើម្បីឧបត្ថម្ភធនលើតម្លៃប្រេងតាមទិដ្ឋភាពភូមិសាស្ត្រច្រកសមុទ្រហូម៉ូសជាច្រកតែមួយគត់ដែលតភ្ជាប់ឈូងសមុទ្រប៉ែកនៅភាគខាងលិចទៅកាន់ឈូងសមុទ្រអូម៉ង់នៅភាគខាងកើតដែលនាំទៅកាន់មហាសមុទ្រឥណ្ឌាវាមានទីតាំងស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់នៅភាគខាងជើងនិងប្រទេសអូម៉ង់ជាមួយអារ៉ាប់រួមនៅភាគខាងត្បូងក្រៅពីទទឹងដ៏ចង្អៀតជម្រៅទឹកនៅទីនេះក៏មិនជ្រៅខ្លាំងពេកដែរដែលធ្វើឲ្យកប៉ាល់ដឹកប្រេងខ្នាតយក្សពិបាកបត់បែនប្រសិនបើមានការវាយប្រហារក្នុងច្រកសមុទ្រនេះក៏មានកោះយុទ្ធសាស្ត្រសំខាន់ដែលគ្រប់គ្រងដោយអ៊ីរ៉ង់ផងដែរដូចជាកោះហូម៉ូសកោះហ្គាស៊ឹមនិងកោះឡារ៉ាក់ដែលប្រៀបដូចជានាវាផ្ទុកយន្តហោះដែលមិនអាចលិចសម្រាប់ដាក់ពង្រាយកម្លាំងទ័ពនិងកំជ្រួយការពារមាត់សមុទ្រក្នុងន័យភូមិសាស្ត្រនយោបាយច្រកនេះគឺជាចំណុចកកស្ទះសកលដែលគ្មានផ្លូវជំនួសសមស្របហើយដោយសារផ្លូវនាវាចរស្ថិតក្នុងដែនទឹកអ៊ីរ៉ង់និងអូម៉ង់ការឆ្លងកាត់ត្រូវធ្វើឡើងក្រោមច្បាប់អន្តរជាតិភូមិសាស្ត្រនេះហើយដែលធ្វើឲ្យអ៊ីរ៉ង់មានព្រៀបខ្លាំងក្នុងការគ្រប់គ្រងឬបិទមាត់ច្រកនេះបានគ្រប់ពេលដែលជាហេតុធ្វើឲ្យពិភពលោកតែងតែមានការបារម្ភជានិច្ចនៅពេលដែលមានភាពតានតឹងកើតឡើង